របៀបដាក់ border page បែបនេះនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងដើម្បីចង់ដឹងតោះយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នាបាទជាដំបូងយើងចូលមកកាន់ design menu របស់យើងហ្នឹងហើយយើងយកពាក្យថា page border តមកយើងមើលកន្លែងត្រង់កន្លែងពាក្យ add កន្លែងនេះចុចបើកវាមកអញ្ចឹងទាំងអស់នេះគឺជា style border page ដែលមាននៅក្នុងកម្មវិធី Microsoft Word ស្រាប់អញ្ចឹងបើយើងចង់បាន style មួយណាយើងចុចលើ style មួយហ្នឹងមកតោះឥឡូវខ្ញុំ scroll រកមើល style ដែលខ្ញុំចង់បានសិនដល់ថាឥឡូវខ្ញុំចង់បាន style មួយនេះយើងក៏ចុចលើវាមកវានឹងបង្ហាញទម្រង់យើងនៅខាងនេះតោះមកខ្ញុំចុចពាក្យថា OK មកដើម្បីវាបង្ហាញទម្រង់របស់យើងនេះគឺ page border របស់យើងបើយើងចង់ដូរ style វាផ្សេងទៀតអូខេចូលមកកាន់ page border ដដែលមកហើយរើស style របស់យើងដដែលដូចគ្នាចុច OK មកបាទនេះគឺជា style border របស់យើងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មានពាក្យថាចង់រៀនឬឆាតចូល page